ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាខ្ញុំបាទឈ្មោះកុយធាយើងបានដឹងហើយថាដើម្បីជួយឲ្យកុមារមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការរៀនអំណានថ្នាក់ដំបូងកុមារត្រូវការរៀនមួយជំហានម្ដងការរៀនបែបនេះវាអាចជួយកុមារឲ្យអានបានស្វ័យប្រវត្តិនិងអានស្ទាត់យើងបានដឹងរួចមកហើយថានៅក្នុងការបង្រៀនមេរៀនមូសេកតននិងត្រីស័ព្ទមានសកម្មភាពគោល7ដោយមេរៀនព្យញ្ជនៈផ្សំស្រៈដែរវាលែងតែសកម្មភាពបង្រៀនការស្គាល់សូរអក្សរថ្មីការស្គាល់តួអក្សរថ្មីនិងការអានព្យាង្គនិងពាក្យដែលមានលក្ខណៈបង្រៀនខុសគ្នាបន្តិចមុននឹងមើលការបង្រៀនសកម្មភាពគោលទាំង3នោះខ្ញុំសូមរំលឹកលោកគ្រូអ្នកគ្រូថាការស្គាល់សូរអក្សរថ្មីគឺជាសមត្ថភាពក្នុងការឮកំណត់និងប្រើប្រាស់សូរក្នុងភាសានិយាយឲ្យបានត្រឹមត្រូវការស្គាល់តួអក្សរថ្មីជាការស្គាល់អំពីទំនាក់ទំនងរវាងតួអក្សរនិងសូរបំណិនទាំងពីរការស្គាល់សូរនិងការស្គាល់តួអក្សរវាជួយកុមារឲ្យចេះផ្សំប្រកបបំបែកសូរដើម្បីចេះអាននិងចេះសរសេរព្យាង្គនិងពាក្យចំណែកការអានព្យាង្គនិងពាក្យគឺជាដំណាក់កាលដំបូងដែលកុមារចាប់ផ្ដើមហ្វឹកហាត់អានដើម្បីឈានទៅការអានស្ទាត់និងអានយល់ន័យវាជាដំណាក់កាលដ៏សំខាន់ក្នុងការរៀនភាសាថ្នាក់ដំបូងដូច្នេះដើម្បីឲ្យកាន់តែយល់ច្បាស់សូមលោកគ្រូអ្នកគ្រូទាំងអស់គ្នាមើលការបង្រៀនបង្ហាញសកម្មភាពទាំង3ក្នុងមេរៀនមូសេកតននិងត្រីស័ព្ទងសូមអរគុណចាកូនទាំងអស់គ្នាអំបញ្ញមិញកូនបានរំលឹកមេរៀនចាស់ជាមួយនឹងអ្នកគ្រូរួចរាល់ហើយនៅពេលនេះដែរអ្នកគ្រូនឹងនាំកូនទាំងអស់គ្នាទៅលេងល្បែងទស្សន៍ទាយអញ្ចឹងនៅពេលដែលអ្នកគ្រូបង្ហាញរូបភាពឬក៏ធ្វើកាយវិការពណ៌នាអំពីអ្វីមួយសូមកូនទាំងអស់គ្នាចូលរួមទស្សន៍ទាយរកសូរដើមនៃពាក្យនោះច្បាស់ទេកូនចាបើកូនច្បាស់ហើយកូនមើលមកអ្នកគ្រូទាំងអស់គ្នាតើអ្នកគ្រូមានអ្វីចង់បង្ហាញឲ្យកូនទាំងអស់គ្នាណាកូនមើលមកទីនេះអ្នកគ្រូកំពុងតែបីហើយអ្នកគ្រូបំពេកូនទាយមើលថាតើអ្នកគ្រូកំពុងធ្វើអីដែរកូនចាល្អណាស់កូនអ្នកគ្រូកំពុងតែបីកូនង៉ែតចាង៉ែតតើពាក្យង៉ែតមានសូរដើមអ្វីដែរកូនចាល្អណាស់កូនគឺសូរដើមងកូនចាំស្ដាប់អ្នកគ្រូណាងកូនចូលរួមថាជាមួយនឹងអ្នកគ្រូទាំងអស់គ្នាងកូនថាដោយខ្លួនឯងចាពូកែមែនតែនអបអរសាទរមួយកូនចាបន្ទាប់ពីកូនបានស្គាល់សូរដើមងហើយអ្នកគ្រូក៏មានព្យញ្ជនៈមួយចំនួនចង់បង្ហាញឲ្យកូនបានមើលទាំងអស់គ្នាដែរអញ្ចឹងកូនចាំមើលមកលើក្តារខៀនតើព្យញ្ជនៈទាំងអស់នោះមានអ្វីខ្លះកូនចាំមើលណាកូនមើលថាតើមានតួអក្សរអ្វីខ្លះកូនកូនឃើញច្បាស់ទេចាឥឡូវកូនមើលមកលើក្តារខៀនទាំងអស់គ្នាអ្នកគ្រូមានតួអក្សរចំនួន5តួហើយអ្នកគ្រូចង់ប្រាប់កូនទាំងអស់គ្នាថាព្យញ្ជនៈទាំង5តួនេះគឺវាមានសូរគូរបស់វាតោះឥឡូវកូនមើលមកអ្នកគ្រូថាតើសូរគូរបស់កគឺអ្វីចាកសូរគូរបស់វាគឺកចំណែកឯខសូរគូរបស់វាគឺខចាអញ្ចឹងកូនមើលមកទាំងអស់គ្នាតើងនេះមានសូរគូហើយឬនៅចាមិនទាន់មានទេអញ្ចឹងអ្នកគ្រូត្រូវរកសូរគូឲ្យង
Đôi chân này ngó cứ miên sâu cù muối cứ vậy đây con mờ chà ngó cứ miên sâu cù rồi bỏ viết cứ ngó đòi dâng bắn tham xa nhà mụ sệ cái toán rồi có thằng mình còn đó nơi bị lỡ ngô đôi chân này ngó sâu cù rồi bỏ viết cứ ngò chà bác thấy con chà bà con toàn hái con tè đây môi sẵn chà lọ nè lấy con mơ mà lấy cái đa khiên mình tham tiết ta này kêu miên ấy trong bằng hai vậy con mơ con khinh cho bà tới con chà cho bà hai chắc này kêu nâng án chia cùng ru ấy con sẽ đáp thành ọc nè ngó xâm lạp bí ngò ta con cho rùm án cho mùi nâng này kêu ngó xâm lạp bí ngò chà phụ cài mình tên con ăn được luôn ấy chà là nè con chẳng nơi ngày ní nè cứu nâng non con từng ọc nía từ riêng mê riêng tì xàm sắp ngày nâng dân riêng mê riêng ấy tới có chà cứ mê riêng ngò chà phụ cài mình tên con té đây ở cha chôn luôn ai muối tí bầy ở chà cha con thành ở khní à ông bánh bánh con ban squa sâu ngó hai con ban khơi rụng riêng được bỏ ngó rụi roa hải đài chẳng được bề ní nè cứu nâng dọn ngò ní tập xong cho mùi nâng srác đầm bay bằng cà chịp chiếng oi con ban án thành ở khní à ta ai lời ní con mơ mà lỡ đã khiến ta nè kêu miên chiêng ở vậy khác trong bằng hai nhảy con bàn án con mơ thành ọc nia ná chà con bàn khơi tới con lọ na con chẳng nè kêu nâng an chia cùng rú ở con bàn đạp ná ngò á nga cho ba tay con chà bà con cho ba hái nè kêu nâng miên chiêng mùi tiết đầm bay ở con ban an cho mùi nâng nè kêu thành ọc nìa chà con ban khơi thấy con chà ta con chập đam an cho mùi nâng nè kêu ngò ái ngay chà phụ cài mình tên con mơ mà lơ cả đa khiên tiết ta miên chiêng ở vậy tiết đai con khơi tế chà lọ nè tỏ ấy lời ní con trên nè à ná chà phụ cài mình tên con hai nè kêu có miên chấm nói môi tiết đầm bay ở con ban tròn chám phòng đài chà con trơi tròn chám thá sa nhà mụ sệ cái toàn ní ca na dương pra chấm môi nâng sạ môi chấm nuốn đôi chía sạ é sạ ấy sạ sạ á nâng sạ ảm đôi sạ tiền pra môi tua ní nơi pe đại dương pra cho môi nâng sa nhà mụ sệ cái toán cứ dương trâu plap đố mụ sệ cái toán một chia sa nhà bọc trường vinh ấy lời ní đầm bay ở con căn tài vô cho bác con mơ mà lơ cái đá khiến tầng ọc nìa thà tá viết plap đố rụt riêng đói được biệm nà chà con ban khơi cho bác thành ọc nia tới con chà sa nhà mụ sệ cái toán cứ dương bắt đầu một sa nhà bọc chớn bài nì ná tỏ nè kêu nâng an chia cùng rú ấy con ban đáp thành ọc nia hay con mơ mà nè kêu thành ọc nia ná ngò é nghe cho bác tới con chà lọ nè à lỡ con mơ mà tiết ta nè kêu miên chiêng ấy trong bằng hai ấy con ban mơ thành ọc nia
Chà, con mơ khơi tới con. Chà,ល្អណាស់តោះកូនចូលរួមអាននឹងជាមួយអ្នកគ្រូទាំងអស់គ្នាតោះងអើងើចាពូកែមែនតែនកូនមើលមកទៀតតើមានជាងអ្វីទៀតកូនតោះអ្នកគ្រូជាអ្នកចង្អុលហើយកូនជាអ្នកអានចាពូកែមែនតែនហើយអ្នកគ្រូក៏មានចំណុចមួយទៀតដើម្បីឲ្យកូនចងចាំផងដែរចំពោះស្រៈ3តួទៀតដូចជាស្រៈអ៊ូស្រៈអឺនិងស្រៈអៀកាលណាយើងផ្សំជាមួយនឹងពួកអឬក៏ពួកអគឺវាមិនបដូរសូរនោះទេឧទាហរណ៍ដូចជាងួងឿងាអញ្ចឹងយើងមិនចាំបាច់ប្រើសញ្ញាមុសិកតននៅពីលើងនោះទេចាំបានទេកូនចាល្អណាស់បើកូនចាំបានហើយកូនទះដៃមួយទាំងអស់គ្នាកូនចាដូច្នេះដើម្បីឲ្យកូនអានបានកាន់តែប្រសើរសូមកូនទាំងអស់គ្នាបើកសៀវភៅជំនួយសិស្សរបស់កូនត្រង់ទំព័រទី2ចាកូនបើកទាំងអស់គ្នាហើយបន្ទាប់មកសូមកូនធ្វើការជាដៃគូហើយកូនអានព្យាង្គនៅក្នុងតារាងទី1និងតារាងទី2ដោយម្នាក់ជាអ្នកចង្អុលនិងម្នាក់ជាអ្នកអានគឺកូនយកងនេះផ្សំជាមួយនឹងស្រៈតន់ទេកូនចាបើកូនតន់ហើយកូនចាប់ផ្ដើមអានទាំងអស់គ្នាណាកូនកុំភ្លេចអានហើយផ្លាស់ប្ដូរពេលគ្នាទៀតណាកូនចាល្អណាស់ឃើញថាកូនទាំងអស់គ្នាអានបានច្រើនដងទាំងតារាងទី1និងតារាងទី2អញ្ចឹងសូមកូនអបអរសាទរមួយកូនចាល្អណាស់បន្ទាប់ពីកូនបានអានព្យាង្គរួចហើយអ្នកគ្រូនឹងនាំកូនទាំងអស់គ្នាទៅអានពាក្យវិញម្ដងឥឡូវនេះសូមកូនមើលមកលើក្តារខៀនទាំងអស់គ្នាតើអ្នកគ្រូមានពាក្យអ្វីខ្លះចង់បង្ហាញឲ្យកូនបានឃើញណាចាកូនឃើញទេកូនចាល្អណាស់អញ្ចឹងអ្នកគ្រូនឹងផ្សំប្រកបដើម្បីឲ្យកូនបានស្ដាប់ទាំងអស់គ្នាងអែងែងនឹងรงងាយងតន់ទេកូនចាល្អណាស់ឥឡូវកូនមើលមកលើក្តារខៀនទៀតមើលតើមានពាក្យអីទៀតចាពាក្យនេះសូមកូនទាំងអស់គ្នាចូលរួមអានជាមួយនឹងអ្នកគ្រូតោះចាប់ផ្ដើមងអាំងាំចាពូកែមែនតែនណាកូនមើលតើមានពាក្យអីទៀតតោះពាក្យនេះសូមកូនអានដោយខ្លួនឯងណាចាប់ផ្ដើមចាពូកែមែនតែនកូនទះដៃមួយទាំងអស់គ្នាចាល្អណាស់ដើម្បីឲ្យកូនអានបានកាន់តែពូកែសូមកូនទាំងអស់គ្នាបើកនៅសៀវភៅជំនួយសិស្សរបស់កូនដដែលកូនឃើញតារាងនៅចុងក្រោយគេទៀតនេះទេកូនចាគឺតារាងអានពាក្យអញ្ចឹងសូមកូនទាំងអស់គ្នាធ្វើការជាដៃគូដដែលដោយម្នាក់ជាអ្នកអានម្នាក់ទៀតជាអ្នកចង្អុលហើយកូនអានដោយប្រកបចាចាប់ផ្ដើមកូនចាល្អមែនតែនកូនឃើញថាកូនទាំងអស់គ្នាអានបានច្រើនដងហើយបានផ្លាស់ប្ដូរវេនគ្នាទៀតតោះកូនទះដៃអស់ចាជូនខ្លួនឯង1 2 3អស់ចា